វុធទំនើបច្បាំងឈ្នះគ្រប់សមរភូមិតែនៅចាញ់សង្គ្រាមជាមួយនឹងមច្ចរាជសារដាស់តឿនចំកណ្ដាលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាខណៈពេលដែលពិភពលោកកំពុងតែតាមដានមើលនៅការផ្ទុះអាវុធយ៉ាងកម្រោលនៅមជ្ឈិមបូព៌ាដែលមហាអំណាចខិតខំប្រជែងគ្នាបង្ហាញសម្ញែងសាច់ដុំយោធានិងបច្ចេកវិទ្យាសម្រាប់មនុស្សដ៏ទំនើបបំផុតនោះលោកគ្រូសានសុជាបានទម្លាក់សារមួយឃ្លាយ៉ាងខ្លីដែលចាក់ដោតចំក្រអៅបេះដូងអ្នកនយោបាយនិងមហាជនថាមិនទាន់ឃើញមានមេដឹកនាំប្រទេសណាមួយបង្កើតអាវុធទុកច្បាំងជាមួយស្ដេចមច្ចរាជនៅឡើយនោះទេតើសារនេះដាស់តឿនអ្វីខ្លះដល់មនុស្សជាតិក្នុងពេលដែលជីវិតរាប់ពាន់រាប់លានអ្នកកំពុងតែរលាយនៅក្នុងភ្នក់ភ្លើងសង្គ្រាមស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងតែដុនដាបខ្លាំងនៅថ្ងៃទី2ខែមិនិនាឆ្នាំ2026នេះបន្ទាប់ពីអ៊ីស្រាអែលបានបើកនៅការវាយប្រហារតាមរយៈផ្លូវអាកាសទៅលើរដ្ឋធានីបេរូតប្រទេសលីបង់ដើម្បីកំទេចនៅក្រុមសកម្មប្រយុទ្ធហេបូឡាដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីរ៉ង់ការពង្រីកវិសាលភាពសង្គ្រាមនេះបានកើតឡើងស្របពេលដែលលោកដូណាល់ត្រាំបានផ្ដល់សញ្ញាថាប្រតិបត្តិការយោធារួមគ្នាជាមួយអ៊ីស្រាអែលទៅលើគោលដៅអ៊ីរ៉ង់អាចនឹងបន្តអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍ទៅមុខទៀតយោងទៅតាមកងទ័ពអ៊ីស្រាអែលការវាយប្រហារលើលីបង់ពេលនេះគឺជាការឆ្លើយតបទៅកាន់ក្រុមហេបូឡាដែលបានបាញ់គ្រាប់មីស៊ីលនិងដ្រូនសម្ដៅមកលើអ៊ីស្រាអែលដើម្បីសងសឹកចំពោះមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោកអាលីខាមេនីសម្លេងនៃការផ្ទុះជាង10កន្លែងបានកក្រើកពេញទីក្រុងបេរូតនៅចន្លោះម៉ោង 2:40 នាទីទៀបភ្លឺបង្កឲ្យមានការភ័យស្លន់ស្លោទៅដល់បងប្អូនប្រជាពលរដ្ឋរាប់ពាន់រាប់លានអ្នកបាននាំគ្នាវិច្ចបង្វិចរត់គេចខ្លួនទាំងយប់ព្រឹត្តិការណ៍នេះបានធ្វើឲ្យមានកិច្ចព្រមព្រៀងបទច្បាញ់កាលពីឆ្នាំ2024រវាងអ៊ីស្រាអែលនិងលីបង់ត្រូវបានរលាយសាបសូន្យក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែកនៅក្នុងប្រទេសអ៊ីរ៉ង់ឯនេះវិញប្រធានាធិបតីម៉ាស៊ូតភេសេគិនបានប្រកាសថាក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នមួយត្រូវបានបង្កើតឡើងដើម្បីបំពេញភារកិច្ចជំនួសមេដឹកនាំកំពូលដែលទៅតែនឹងទទួលមរណភាពបើទោះបីជាយ៉ាងណាក៏ដោយអ៊ីស្រាអែលបានអះអាងថាខ្លួនបានគ្រប់គ្រងដែនអាកាសទាំងស្រុងលើរដ្ឋធានីតេហេរ៉ង់រួចរាល់ទៅហើយនិងបានកំទេចចោលនៅមជ្ឈមណ្ឌលបញ្ជាការដ្ឋានសន្តិសុខនិងស៊ើបការសម្ងាត់សំខាន់ជាច្រើនកន្លែងសង្គ្រាមដែលកំពុងតែរីករាលដាលពេញតំបន់នេះមិនត្រឹមតែបង្កជាគ្រោះមហន្តរាយដល់អាយុជីវិតមនុស្សប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកហក់ឡើងយ៉ាងខ្លាំងនិងបង្កការរំខានយ៉ាងធ្ងន់ធ្ងរទៅដល់វិស័យដឹកជញ្ជូនតាមរយៈផ្លូវអាកាសផងដែរក្រោយពីបានឃើញស្ថានភាពកំពុងតែមានភាពច្របូកច្របល់នៅលើពិភពលោកនេះស្រាប់តែលោកគ្រូសានសុជាបានបង្ហោះនៅរូបភាពមេដឹកនាំកំពូលនៃប្រទេសមហាអំណាចមួយចំនួននិងបានភ្ជាប់ជាមួយសារដែលបង្កប់ន័យយ៉ាងខ្លីថាមិនទាន់ឃើញមានមេដឹកនាំប្រទេសណាមួយបង្កើតអាវុធទុកច្បាំងជាមួយស្ដេចមច្ចរាជនៅឡើយទេក្រោយពីបានឃើញសំណេរដ៏មានអត្ថន័យរបស់លោកគ្រូសានសុជាខាងលើក៏មានបងប្អូនមហាជនជាច្រើនបានចូលរួមបញ្ចេញមតិយ៉ាងប្រងព្រាតចំពោះការយល់ឃើញរបស់គាត់ក្នុងនោះក៏មានបណ្ដាញសង្គមដែលមានឈ្មោះថាជាឡៃហៀងបានលើកឡើងថាបើពួកគាត់អាចផលិតអាវុធច្បាំងជាមួយមច្ចរាជបានតែមួយគ្រាប់នោះវាមិនអាចមានសង្គ្រាមបានទេលោកគ្រូរីឯ account Facebook ដែលមានឈ្មោះថាមួយរីក៏បានចូលរួមដែរថាប្រហែលជាពួកគេមិនដឹងថាពួកគេក៏ជាមនុស្សធម្មតាទេមើលទៅអ្វីដែលពួកគេបន្សល់ទុកមានតែបាបនិងបុណ្យនិងគេឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយតែប៉ុណ្ណោះមានតែបុគ្គលដែលឃើញថាខ្លួនជាមនុស្សធម្មតាប៉ុណ្ណោះ
ទើបយល់ចំណែកឯ account Facebook ដែលមានឈ្មោះថា Von Hu ក៏បានចូលរួមជាមតិថាផ្លូវលោកមិនអាចយកព្រះធម៌មកគ្រប់គ្រងបានទាំងអស់នោះទេធម៌គ្រាន់តែអាចកាត់បន្ថយនៅភាពកាចសាហាវរបស់មនុស្សលោកដែលព្រមទទួលយកតែប៉ុណ្ណោះកាលណាបាត់បង់ច្បាប់លែងមានច្បាប់សិលធម៌ហើយមនុស្សកាប់សម្លាប់គ្នាភាពអយុត្តិធម៌នឹងកើតមានគ្រប់ទីកន្លែងផ្លូវលោកក៏មានផ្លូវធម៌ក៏មានអាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នាខុសត្រូវអីសូមអ្នករាល់គ្នាកុំប្រកាន់យ៉ាងណាមិញសាររបស់លោកគ្រូសានសុជាមិនមែនគ្រាន់តែជាការបង្ហោះតាមបែបសាសនាធម្មតាប៉ុណ្ណោះទេក៏ប៉ុន្តែវាបានឆ្លុះបញ្ចាំងអំពីតថភាពយ៉ាងមុតស្រួចចំពេលដែលមេដឹកនាំពិភពលោកកំពុងតែជាប់ជំពាក់នៅក្នុងល្បែងអំណាចយើងអាចធ្វើការវិភាគនៅលើចំណុចសំខាន់ដូចខាងក្រោមចំណុចទី1មោទនភាពហួសព្រំដែននិងភាពអនិច្ចំនៃអំណាចនៅក្នុងវិបត្តិនៅមជ្ឈិមបូព៌ានាថ្ងៃទី2ខែមិនិនានេះយើងមើលឃើញថាអ៊ីស្រាអែលអ៊ីរ៉ង់និងមហាអំណាចអាមេរិកសុទ្ធតែមានមោទនភាពទៅលើដែនអាកាសនិងសពាវុធទំនើបក៏ប៉ុន្តែលោកគ្រូសានសុជាចង់រំលឹកថាបើទោះបីជាអ្នកមានសមត្ថភាពបញ្ជាដ្រូនឲ្យទៅសម្លាប់មនុស្សដល់ក្នុងផ្ទះឬក៏កំទេចទីបញ្ជាការសម្ងាត់ក៏ដោយក៏គ្មានមេដឹកនាំណាម្នាក់មានបច្ចេកវិទ្យាចុចបញ្ឈប់សេចក្តីស្លាប់របស់ខ្លួនឯងបានឡើយអំណាចដែលមេដឹកនាំកំពុងតែដណ្ដើមគ្នាគឺជាអំណាចបណ្ដោះអាសន្នដែលចុងក្រោយត្រូវចោះចាញ់ក្រោមអំណាចធម្មជាតិនោះគឺមច្ចរាជដូចគ្នាទាំងអស់នោះឯងទី2គេឈ្មោះនិងបនបាបអ្វីដែលនៅសេសសល់ក្រោយសង្គ្រាមស្របតាមមតិរបស់អ្នកលេងបណ្ដាញសង្គមមេដឹកនាំដែលបង្កសង្គ្រាមប្រហែលជាភ្លេចខ្លួនថាពួកគេក៏ជាមនុស្សធម្មតាដែលមានដង្ហើមដកចេញចូលកំណត់សាររបស់លោកគ្រូសានសុជាបានរុញច្រានឲ្យយើងពិចារណាថាអាវុធបន្សល់ទុកនៅគំនោបែកបាក់និងការឈឺចាប់សកម្មភាពបន្សល់ទុកនៅអំពើបាបឬបុណ្យនិងគេឈ្មោះដែលក្មេងជំនាន់ក្រោយនឹងកត់ត្រាទុកទី3តលយៈភាពរវាងអំណាចនិងពុទ្ធចក្រដោយដែលបណ្ដាញសង្គមដែលមានឈ្មោះថាវុនហួរបានលើកឡើងពីពិភពលោកมันអាចគ្រប់គ្រងដោយធម៌ទាំងស្រុងបានឡើយព្រោះត្រូវការច្បាប់និងសន្តិសុខប៉ុន្តែប្រសិនបើពិភពលោកគ្មានធម៌សោះនោះវានឹងคล้ายទៅជាទីវាលពិឃាតដ៏សាហាវខូខើសាររបស់លោកគ្រូសានសុជាដើរតួជាហ្វ្រាំងសិលធម៌ដើម្បីកុំឲ្យមេដឹកនាំមហាអំណាចមេដឹកនាំអាណាចក្រមានអាស្មាស់ម្នាក់ភាពមានះខ្លួនឯងខ្លាំងពេករហូតដល់ភ្លេចតម្លៃនៃជីវិតមនុស្សជាតិសង្គ្រាមនៅលីបង់អ៊ីរ៉ង់និងអ៊ីស្រាអែលអាចនឹងអូសបន្លាយច្រើនសប្តាហ៍ទៀតតាមការគ្រោងទុករបស់មហាអំណាចក៏ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាខ្លួននឹងត្រូវប្រឈមមុខជាមួយមច្ចរាជនៅវិនាទីណានោះទេការរំលឹករបស់លោកគ្រូសានសុជាគឺជាសារដាស់សតិឲ្យមនុស្សជាតិងាកមកមើលសន្តិភាពខាងក្នុងនិងការបញ្ឈប់ការចងពៀព្រោះចុងក្រោយមិនថាអ្នកឈ្នះឬក៏អ្នកចាញ់សុទ្ធតែត្រូវដើរចូលទៅក្នុងមាត់មច្ចរាជដោយដៃអ្នកដទៃដូចគ្នាបើពួកគាត់អាចផលិតអាវុធច្បាំងជាមួយនឹងមច្ចរាជបានតែមួយគ្រាប់នោះវាមិនអាចមានសង្គ្រាមបានទេតើលោកអ្នកយល់យ៉ាងណាដែរចំពោះការយកធម៌មកដាស់សតិនៅក្នុងកលៈទេសៈសង្គ្រាមដ៏ក្តៅកគុកបែបនេះ